ខ្ញុំបាទហ៊ុនរិនបាទសូមអនុញ្ញាតគោរពជំរាបសួរបងប្អូនទាំងអស់ជាទីគោរពស្រឡាញ់ថ្ងៃនេះខ្ញុំមានប្រធានបទតាក់ទងទៅនឹងជំងឺទឹកនោមផ្អែមណាបាទអញ្ចឹងមានបងប្អូនភាគច្រើនគឺចង់ដឹងខ្លាំងណាស់តាក់ទងទៅនឹងបញ្ហាទឹកនោមផ្អែមនេះហើយក៏អ្នកខ្លះក៏លើកឡើងថាស្ករវាជាដើមហេតុនៃជំងឺទឹកនោមផ្អែមតើពិតមែនដែរទេថាស្ករជាដើមហេតុនៃជំងឺទឹកនោមផ្អែមនោះបាទយ៉ាងណានោះគឺអ្នកវិទ្យាសាស្ត្រត្រូវបានរកឃើញយ៉ាងច្បាស់ថារាងកាយរបស់យើងទេដែលมันអាចទាញយកស្ករពីក្នុងឈាមយកមកប្រាស់បានជាហេតុដែលធ្វើឲ្យស្ករលើសនៅក្នុងឈាមហើយហូរតាមទឹកនោមទៅដែលយើងហៅថាទឹកនោមផ្អែមហ្នឹងបាទអញ្ចឹងអ្វីខ្លះទៅដែលធ្វើឲ្យរាងកាយมันអាចប្រើជាតិស្ករបានហ្នឹងគឺដោយសារតែមុខងាររបស់លំពែងណាបាទអញ្ចឹងលំពែងរបស់យើងមានតួនាទីនៅក្នុងការផលិតអ៊ីនស៊ូលីនគឺជាអរម៉ូនមួយដែលអាចភ្ជាប់ខ្លួនទៅជាមួយនឹងកោសិកាសាច់ដុំកោសិការាងកាយរបស់យើងហ្នឹងក្នុងការរំញោចឲ្យកោសិកានោះទទួលយកស្ករពីក្នុងចរន្តឈាមយកមកប្រើប្រាស់ជាធម្មពលនោះហើយដែលជាធម្មតាដែលអត់កើតជំងឺទឹកនោមផ្អែមប៉ុន្តែបើសិនជាលំពែងនេះមានការខូចខាតមុខងារដែលมันអាចផលិតអ៊ីនស៊ូលីនចេញឬក៏ខូចនៅបេតាកោសិកាលំពែងដោយការវាយប្រហារអំពីប្រព័ន្ធការពារនេះវាធ្វើឲ្យអ៊ីនស៊ូលីនអត់មានបញ្ចេញមកបានធ្វើឲ្យអ្នកជំងឺត្រូវបានចាក់អ៊ីនស៊ូលីនជំនួសឲ្យលំពែងហើយប៉ុន្តែបើសិនជាលំពែងរបស់យើងផលិតអ៊ីនស៊ូលីនមកហើយប៉ុន្តែប្រើការមិនកើតមានន័យថាមុខងាររបស់អ៊ីនស៊ូលីនมันអាចភ្ជាប់ខ្លួនទៅជាមួយនឹងកោសិកាសាច់ដុំរបស់យើងឬកោសិការាងកាយរបស់យើងនេះដើម្បីរំញោចឲ្យកោសិកានោះទទួលយកស្ករពីក្នុងចរន្តឈាមមកប្រើបានទេនោះហើយដែលធ្វើឲ្យស្ករនៅក្នុងចរន្តឈាមច្រើនហើយហូរតាមទឹកនោមទៅជាជំងឺទឹកនោមផ្អែមហ្នឹងអញ្ចឹងផលវិបាកនៃជំងឺទឹកនោមផ្អែមនោះគឺមានច្រើនណាស់បាទគឺដូចជាបង្កើននៅការស្រេកទឹកខ្លាំងហើយក៏នោមញឹកស្ពឹកដៃជើងអស់កម្លាំងស្រវាំងភ្នែកក៏ដូចជាមានដំបៅខ្លាយហើយក៏មានហេតុផលជាច្រើនកើតឡើងទៀតជាពិសេសគឺធ្វើឲ្យមានការប៉ះពាល់ទៅដល់ខួរក្បាលដែលធ្វើឲ្យមានការជំងឺ stroke ដែលដាច់សរសៃឈាមខួរក្បាលជាដើមក៏ដូចជាជំងឺបេះដូងហើយក៏ជំងឺខូចសរសៃឈាមនៅនឹងសើស្បែកនិងជើងរបស់យើងក៏ដូចជាធ្វើឲ្យប៉ះពាល់ទៅដល់ភ្នែកដែលធ្វើឲ្យងងឹតភ្នែកឬក៏បាយភ្នែកហើយក៏ទឹកដក់ក្នុងភ្នែកជាដើមហើយក៏មួយទៀតហ្នឹងគឺដំបៅជើងហើយក៏ខ្សោយតម្រងនោមឬក៏ខូចតម្រងនោមហើយជាពិសេសនោះគឺខូចសរសៃប្រសាទហ្នឹងបើសរសៃប្រសាទរបស់យើងនៅនឹងជើងអីហ្នឹងខូចធ្វើឲ្យស្ពឹកដៃជើងរបស់យើងហ្នឹងអញ្ចឹងហើយតកតងទៅនឹងផលវិបាកនៃជំងឺទឹកនោមផ្អែមក៏មានច្រើនទៀតបាទតកតងទៅនឹងស្ត្រីជាដើមបាទអញ្ចឹងធ្វើយ៉ាងម៉េចដើម្បីឲ្យយើងជៀសផុតពីជំងឺទឹកនោមផ្អែមឬក៏ឲ្យរាងកាយរបស់យើងនេះដំណើរការគ្រប់គ្រងជាតិស្ករបានទៅគឺត្រូវឲ្យរាងកាយរបស់យើងទាញយកជាតិស្ករមកប្រើប្រាស់ជាធម្មតានោះវាពាក់ព័ន្ធទៅជាមួយនឹងលំពែងណាបាទអញ្ចឹងធ្វើឲ្យមុខងាររបស់លំពែងនេះផលិតនៅអ៊ីនស៊ូលីនបានគ្រប់គ្រាន់ហើយត្រឹមត្រូវនៅក្នុងការបាទនាំជាតិស្ករទៅកាន់កោសិកាសាច់ដុំក៏ដូចជាកោសិការាងកាយទាំងមូលហ្នឹងទាញយកស្ករទៅប្រើប្រាស់បាននោះទើបយើងគេចផុតពីជំងឺទឹកនោមផ្អែមអញ្ចឹងធ្វើយ៉ាងម៉េចដើម្បីឲ្យយើងគ្រប់គ្រងជាតិស្ករនេះបានលុះត្រាណាតែមុខងាររបស់លំពែងនេះផលិតអ៊ីនស៊ូលីនមកក៏គ្រប់គ្រាន់ហើយត្រឹមត្រូវហើយមុខងាររបស់អ៊ីនស៊ូលីនខ្លួនឯងនេះក៏ត្រូវតែភ្ជាប់ខ្លួនទៅជាមួយនឹងកោសិកាបានហើយរំញោចកោសិកានោះឲ្យបញ្ចេញនៅប្រព័ន្ធនៃការទទួលយកស្ករពីក្នុងឈាមគេហៅថា glucose transport type 4 នេះដែលវាជាអ្នកដែលទទួលយកស្ករចូលមកក្នុងកោសិកាហើយដុតជាធម្មពលបានជាធម្មតានោះទើបយើងគេចផុតអំពីបញ្ហាការប្រើប្រាស់ជាតិស្ករហ្នឹងអញ្ចឹងតើបងប្អូនត្រូវស្វែងរកអាហារប្រភេទណាដើម្បីឲ្យមុខងាររបស់លំពែងនិងមុខងាររបស់កោសិកានិងអ៊ីនស៊ូលីនធ្វើការត្រឹមត្រូវថ្ងៃនេះខ្ញុំសូមណែនាំជាមួយនឹងអាស៊ីតខ្លាញ់អូមេហ្គា 3 បាទអាស៊ីតខ្លាញ់អូមេហ្គា 3 នេះគឺជួយបង្កើននៅការផលិតកតាលូតលាស់ Fibroblast ក៏ដូចជាបង្កើននៅ Glucose Transport Type 4 នេះដើម្បីសម្រួលដល់ការទាញយកស្ករមកប្រើក៏ដូចជាសម្រួលទៅដល់មុខងារអ៊ីនស៊ូលីននៅក្នុងការភ្ជាប់ខ្លួនកោសិកាឲ្យត្រឹមត្រូវហ្នឹងបាទមួយទៀតដើម្បីឲ្យកោសិកានេះបានទទួលយកស្ករពីក្នុងឈាមយកមកប្រើប្រាស់ជាធម្មពលបានបាទខ្ញុំសូមណែនាំជាមួយនឹងផលិតផលប្រេងសណ្តែកកាយ OPT នេះដែលមានអាស៊ីតខ្លាញ់អូមេហ្គា 3 រហូតដល់ 48% នោះអញ្ចឹងពេលដែលយើងញ៉ាំអមជាមួយនឹងអាហារប្រចាំពេលវាធ្វើឲ្យអាស៊ីតខ្លាញ់អូមេហ្គា 3 នេះវាជួយជំនួយទៅដល់មុខងាររបស់លំពែងនៅក្នុងការផលិតអ៊ីនស៊ូលីនមកគ្រប់គ្រាន់ហើយត្រឹមត្រូវជាពិសេសគឺជំនួយទៅដល់ការសម្រួលមុខងាររបស់ប្រព័ន្ធការពារកុំឲ្យវាយប្រហារទៅលើលំពែងហ្នឹងហើយមួយទៀតហ្នឹងគឺជួយសម្រួលទៅដល់បាទកោសិការបស់យើងនៅក្នុងការបញ្ចេញនៅ Glucose Transport Type 4 នេះដើម្បីទទួលយកស្ករពីក្នុងឈាមយកមកប្រើអញ្ចឹងនេះគឺជាលក្ខណៈពិសេសរបស់អាស៊ីតខ្លាញ់អូមេហ្គា 3 ដែលមាននៅក្នុងប្រេងសណ្តែកកាយ OPT បាទអញ្ចឹងដើម្បីសុខភាពល្អនិងប្រើប្រាស់ជាតិស្ករបានត្រឹមត្រូវសូមពិសាជាមួយនឹងប្រេងសណ្តែកកាយ OPT បាទសូមអរគុណសូមគោរពលាបាទ